ស្វាគមន៍បងប្អូនអរគ្នាមកកាន់ page ចំណេះដឹងក្នុងការជួញដូរហាងឆេងមាសក៏ដូចជាសួស្ដីទៅកាន់បងប្អូនអរគ្នាដែលតែងតែនិយមតាមដានមាសផងដែរបងប្អូនធ្លាប់តែឮគេនិយាយអំពីការជួញដូរមាសស្រស់មាសគីឡូឬក៏មាសគ្រឿងអលង្ការនៅខាងក្រៅនិងមាសកម្រិតហាងឆេងសពថ្ងៃដែលយើងតែងតែនិយមមាសជួញដូរបែបទំនើបលើទូរស័ព្ទដៃតាមរយៈប្រព័ន្ធធនាគារប៉ុន្តែយើងអត់ដឹងទេថាចំណុចចាប់ផ្ដើមក្នុងការជួញដូរមាសទាំងអស់ហ្នឹងតើយើងគួរតែមានអ្វីក្នុងការចាប់ផ្ដើមឡើងហើយយើងសិក្សាអ្វីខ្លះថ្ងៃនេះយើងមកដឹងទាំងអស់គ្នានៅក្នុងការជួញដូរមាសលើទូរស័ព្ទដៃនិងបែបទំនើបនិងមាសកម្រិតហាងឆេងតើចំណុចចាប់ផ្ដើមយើងមានអ្វីខ្លះក្នុងនោះយើងនឹងប្រាប់ពីរបៀបចាប់ផ្ដើមបន្ទាប់ពីប្រាប់ហើយយើងនឹងមានការបង្រៀនបងប្អូនអរគ្នាអំពីវគ្គមូលដ្ឋានគ្រឹះសម្រាប់បងប្អូនដែលចង់សិក្សាអញ្ចឹងកុំឲ្យខាតពេលយើងមកមើលទាំងអស់គ្នាអញ្ចឹងជំហានដំបូងដែលយើងក្នុងការជួញដូរហាងឆេងមាសយើងត្រូវតែចូលទៅកាន់ App Store ឬក៏ Play Store សម្រាប់ទូរស័ព្ទបងប្អូន iPhone ឬមួយក៏ Samsung រួចមកយើងចុច download កម្មវិធីឈ្មោះថា MetaTraderFi បន្ទាប់ពីបងប្អូន download ហើយយើងចូលមកកាន់កម្មវិធី MetaTraderFi យើងប្រកាសជាឃើញនៅខាង chain តម្លៃបែបនេះប៉ុន្តែអត់ទាន់មានតម្លៃមាសនោះទេអញ្ចឹងជំហានដំបូងដើម្បីត្រូវ add តាក់ទងទៅលើ pair មាសឬយើងហៅថាហាង chain មាសដែលយើងជួញដូរយើងគ្រាន់តែចុចទៅលើ Enter Symbol for Search នេះមករួចយើងវាយពាក្យ XAU បន្ទាប់មកយើងគ្រីសហើយយើងចុច cancel វានឹងបង្ហាញអំពីមាសអញ្ចឹងយើងចូលចំណុចកន្លែងនេះនេះគឺជាតារាងតម្លៃហាង chain ដែលប្រែប្រួលឬយើងហៅថាតម្លៃលក់ចេញនិងតម្លៃទិញចូលដើម្បីដឹងក្នុងការវគ្គមូលដ្ឋានគ្រឹះយើងចូលទៅស៊ីជម្រៅយើងគ្រាន់តែចុចលើពាក្យ pair ណាដែលយើងចង់ជួញដូររួចយើងចុចពាក្យតាឆាតបន្ទាប់ពីយើងចុចពាក្យតាឆាតប្រកាសជាចូលមកក្រាបនៅក្នុងតម្លៃឬយើងហៅថា history ចាស់ដែលជាតម្លៃបានបង្កើតការពីអតីតកាលថាមាសឡើងទៅដល់ណាឬក៏ធ្លាក់ចុះទៅដល់ណាហើយយើងអាចវិភាគពីទិសដៅបានដូចគ្នាដែរអញ្ចឹងយើងឃើញថាមាសបច្ចុប្បន្ននេះកំពុងស្ថិតនៅ$4000ក្នុង1អោនគឺជាតម្លៃនេះគឺជាជំហានទី1ជំហានទី2ដើម្បីចូលនៅក្នុងការទិញលក់ដើម្បីយើងអាចកក់ហាងឆេងលើកម្រិតបានយើងចុចសញ្ញាកែងនេះមកបាទអញ្ចឹងវានឹងបង្ហាញប៊ូតុង2នៅក្នុងហ្នឹងទី1គឺប៊ូតុងកិច្ចសន្យាលក់ចុះប៊ូតុងបាយគេហៅថាកិច្ចសន្យាទិញឡើងប៉ុន្តែក្នុងការទិញឡើងតែយើងទិញក្នុងទំហំគេហៅថា volume lot size ប៉ុន្មានឬក៏ប៉ុន្មានអោនឬយើងហៅពីសាមញ្ញប៉ុន្មានតម្លឹងអញ្ចឹងយើងចុចមកបែបនេះវានឹងបង្ហាញអំពីຂະຫນាតនៃការយើងចង់កក់ទិញប៉ុន្មានតម្លឹងឬមួយក៏ប៉ុន្មានអោននិងប៉ុន្មានគីឡូក្នុងការកក់ឬមួយក៏កក់ទិញឬមួយក៏កក់លក់អញ្ចឹងក្នុងការ 0.1 នេះគឺវាស្មើនឹង10អោនបើយើងគិតជាតម្លឹងស្មើនឹង8តម្លឹងជាងនៅក្នុងទីផ្សារខាងក្រៅអញ្ចឹងករណីបើយើងចង់ទិញ8តម្លឹងឬមួយក៏ 0.1 បែបនេះយើងគ្រាន់តែคลิกពាក្យថា buy ឬមួយក៏ sell ដែលយើងចង់ទិញឡើងឬមួយក៏លក់ចុះអញ្ចឹងករណីបើសិនជាបច្ចុប្បន្ននេះខ្ញុំឧទាហរណ៍ខ្ញុំចង់ទិញឡើងខ្ញុំបង្កើតកិច្ចសន្យាទិញឡើងចុចពាក្យថា buy វានឹងលុតប្រវត្តិការឲ្យយើងបែបនេះយើងចូលមកពាក្យ trade វានឹងបង្ហាញអំពីកិច្ចសន្យាដែលយើងបានកក់ទិញនៅតម្លៃ$4012អញ្ចឹងវានឹងកក់ទិញពីតម្លៃហ្នឹងឲ្យយើងតែម្ដងអញ្ចឹងករណីបើយើងចង់លក់ចុះឬមួយក៏យើងចង់បិទប្រវត្តិការនឹង close កាត់យកប្រាក់ចំណេញឬមួយក៏កាត់ខាតយើងគាត់តែចុចសញ្ញា trade 3រួចយើងយកពាក្យ close all position វានឹង close ឲ្យយើងតែម្ដងបាទអញ្ចឹងវានឹងបង្ហាញនៅត្រង់នេះថាយើងបានកាត់ខាតឬមួយក៏កាត់ចំណេញអញ្ចឹងវិលម្ដងទៀតយើងចង់កក់លក់ចុះអញ្ចឹងយើងគាត់តែចុចពាក្យថា sell នៅខាងឆ្វេងដៃមកមានពាក្យថាប៊ូតុង sell ហ្នឹងបាទវានឹងកក់កិច្ចសន្យាការលក់ចុះរបស់យើងភ្លាមតែម្ដងអញ្ចឹងយើងចូលមកពាក្យ trade វានឹងឃើញបែបនេះអញ្ចឹងវានឹងកក់កិច្ចសន្យានៅតម្លៃដែលយើងចុចពាក្យ sell នៅ$4009ក្នុង1អោនអញ្ចឹងករណីទីផ្សារចុះមកក្រោមវានឹងចំណេញដូចគ្នាដែរអញ្ចឹងបើសិនជាចំណេញឬមួយក៏ខាតយើងចង់កាត់ position ឬមួយក៏យើងចង់ដែលចង់កក់ទិញយើងចង់លក់យកចំណេញវិញយើងគ្រាន់តែចុចសញ្ញា trade 3ឬយើងចុច close with loss ដដែលវានឹងកាត់ប្រវត្តិការឲ្យយើងអូតូតែម្ដងមិនថាខាតឬមួយក៏ចំណេញទេដើម្បីមើលប្រវត្តិការរបស់យើងចុចពាក្យ history មកវានឹង total ប្រវត្តិការរបស់យើងថាខាតប៉ុន្មានចំណេញប៉ុន្មាននៅក្នុងនេះហើយគឺជាវគ្គមូលដ្ឋានគ្រឹះវគ្គដំបូងនៅក្នុងការជួញដូរនៅលើ platform MT4 ហើយមានអីទៀតខ្ញុំនឹង update នៅក្នុងមេរៀនបន្ថែមទៀតនេះគឺជាចំណុចចាប់ផ្ដើមនៃការជួញដូរហាងឆេងមាសបែបទំនើបនៅពេលបច្ចុប្បន្ននេះដែលគេកំពុងពេញនិយមតាមរយៈលើទូរស័ព្ទដៃនិងតាមរយៈប្រព័ន្ធធនាគារឬមួយក៏មាសកម្រិតហាងឆេងផងដែរអញ្ចឹងសរុបជារួមមកវិញសម្រាប់បងប្អូនដែលចង់បានការសិក្សាក៏ដូចជាការប្រឹក្សាអំពីមាសកម្រិតហាងឆេងឬមួយក៏ចង់សិក្សាស្វែងយល់ពួកយើងក៏មានជាការបង្រៀនផងដែរទាំងការបង្រៀនវគ្គមូលដ្ឋានគ្រឹះទាំង support នៅក្នុង team VIP Signal និង group ឬមួយក៏
ការវិភាគព័ត៌មានផ្សេងៗសម្រាប់តម្រូវការបងប្អូនដែលចង់សិក្សាសម្រាប់អ្នកចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងមកពួកយើងតាមរយៈលេខទូរស័ព្ទនិង Telegram បាន